นี่คือជាការជិះម៉ូតូលើកទី1ដែលពួកខ្ញុំធ្វើដំណើរចម្ងាយដល់ទៅ800គីឡូម៉ែត្រពេលខ្លះមានអារម្មណ៍ថាខ្លួនឯងមិនគួរណាហ៊ានជិះដល់ថ្នាក់នេះទេបងប្អូនតាមមើលកម្មវិធីថ្ងៃទី1របស់ខ្ញុំគឺខ្ញុំចេញពីភ្នំពេញម៉ោង5ព្រឹកជិះមកតាមផ្លូវជាតិលេខ5ចាគឺពួកខ្ញុំត្រូវឆ្លងកាត់ខេត្តកំពង់ឆ្នាំងពេលមកដល់ទីរួមខេត្តក៏រកកាហ្វេហូបម្នាក់មួយកែវសិនជាចកាហ្នឹងនៅស្ទើរទៀតណាជប់បានសងហើយបានកាហ្វេម្នាក់មួយកែវហើយក៏ពួកខ្ញុំធ្វើដំណើរបន្តមកទៀតពួកយើងមកដល់ទីរួមខេត្តពោធិ៍សាត់នៅម៉ោង10ហើយចាក់សាំងរួចរាល់ក៏បន្តដំណើរមកតាមផ្លូវ1500តាមផ្លូវខ្ញុំឃើញមានលូសម្រាប់ដាក់សម្រាមឲ្យយើងចោលសម្រាមរហូតឃើញទេសភាពស្អាតជាមួយនឹងបរិស្ថានល្អថែមទៀតជិះចិត្តដល់រមូរមូប្រម៉ោយមានការ៉ាសាំងតូតាល់ពួកខ្ញុំបានចូលទៅចាក់សាំងប្រគ្រប់ថែមឲ្យពេញដើម្បីសគួរតាមផ្លូវហើយក៏រកអាហារហូបគឺបាយថ្ងៃត្រង់របស់ពួកខ្ញុំចំណាយអស់ម្នាក់តែ10000ទេ4មុខនេះគឺ40000ចាពួកខ្ញុំញ៉ាំបាយរួចហើយក៏នាំគ្នាចូលថតនៅកន្លែងរមូរមូប្រម៉ោយនេះឃើញមានរូបសំណាកដំរីច្រើនមែនតែនស្អាតហើយពួកខ្ញុំអត់ទៅតាមផ្លូវឡើងទៅលើភ្នំ1500ទេគឺខ្ញុំបត់មកខាងឆ្វេងដៃមកផ្លូវអូសោមឬយើងហៅផ្លូវជាតិលេខ10ដល់កាត់ចាស់កន្លែងដូចយើងដល់បងស្ដាប់សំឡេងអ្នកជិះសិតស៊ូប៉ុន្តែពួកខ្ញុំជិះកាត់ទាំងភ្លៀងទេសភាពស្អាតមិនយូរក៏បានមកដល់ស្ពានខ្ពស់ដែលឬក៏ហៅថាស្ពានដេកជោឬសីជ្រុំមើលពីលើស្ពានឃើញទេសភាពស្អាតមែនតែនទៅហើយចង់ទៅទៀតហើយខែនេះមានភ្លៀងទៀតគឺអារម្មណ៍មួយរបរិយាយមិនបានគឺមានអារម្មណ៍ថាទេសភាពស្រុកខ្មែរយើងស្អាតមែនតែនហើយនេះគឺជាទស្សនវិជ្ជាពេលភ្លៀងពួកខ្ញុំអត់បានថតច្រើនទេប៉ុន្តែមើលជាក់ស្ដែងគឺស្អាតមែនតែនកំឡុងពេលនោះដែរក៏មានភ្ញៀវទេសចរផ្សេងទៀតគាត់បានទៅលេងគួរសមដែរក៏ដូចជាការបង្កើននៅចំណូលសម្រាប់អ្នករស់នៅតំបន់នោះដូចគ្នាបើមានពេលបងប្អូនគួរតែឆ្លៀតទៅកំសាន្តចាហើយយើងរៀបចំខ្ទង់ចំណាយទៅតាមផលិតភាពដែលយើងមានស្អាតទេបងប្អូននេះពួកខ្ញុំបានមកដល់ចំណោទចុះមកដល់ចិត្តផ្លូវចូលទីរួមខេត្តកោះកុងហើយនៅចិត្តផ្លូវចូលហ្នឹងមានកន្លែងសម្រាប់ទេសចរយើងមកកំសាន្តពេលល្ងាចដែរតាមផ្លូវងាកទៅកន្លែងណាក៏ឃើញធម្មជាតិស្អាតមែនតើមកដល់ទីរួមខេត្តគិតសរុបគីឡូគឺ400គីឡូជាងពួកខ្ញុំចូល check in នៅសន្តាគារនៅក្នុងទីរួមខេត្តហ្នឹងហើយក៏បបួលគ្នាមកច្រកព្រំដែនពេលតាមផ្លូវគឺឃើញមានហាងភោជនីយដ្ឋានចិននៅតែមានលក់ហើយក៏មានបិទផងដែរជិះមកដល់ច្រកព្រំដែនឃើញមានសភាពមិនដូចមុនទេគឺស្ងាត់ហើយពួកខ្ញុំក៏ត្រឡប់មកវិញមិត្តភ័ក្តិរួមដំណើរគាត់មានមិត្តភ័ក្តិគាត់នៅទីរួមខេត្តជាម្ចាស់បោះដុំសាច់ក្តាមក៏បបួលទៅហូបបាយផ្ទះគាត់កំពុងតែហត់ផងហើយបានស៊ុបក្